នាងទៅការមកនៅស្រុកស្រែស្រាប់តែទីជូដាក់ស្បែកជើងថ្មីចេះពឹមណាស់តែទ្រាំរុញទ្វារចូលតែកន្លិះទ្វារច្រែស៊ីអស់រលីងនាងប្រឹងរុញបន្តិចវាក៏លំក្រង់តែម្ដងធ្វើឲ្យមន់ទាបឲ្យឈោលនាងអស់សង្ឃឹមហ្មងនឹកស្មានមិនដល់សោះថាប្តីក៏ដល់ថ្នាក់នឹងពេលនោះប្តីក៏ដើរមកគេបានត្រៀមបាច់ផ្កាមកញ៉ាត់ដៃនាងបើកមើលគាំងស្ញែងសុទ្ធតែជាផ្កាមាសសុទ្ធអេកូនស្រីឃើញនាងភ្ញាក់ស្មានថាមិនពេញចិត្តក៏ថែមនាឡិកាពេជ្រមួយទៀតនាងយកសពមិនដល់ទេគូដណ្ដឹងដែលប្អូនស្រីខ្ពើមបែរជាមានលុយសាហាវតាមពិតអ្នកជាប់ពាក្យគឺប្អូនស្រីនាងទេតែមានប្អូនស្រីស្រឡាញ់តែលុយវាខ្ពើមគេត្រឹមជាអ្នកស្រែចិញ្ចឹមត្រីថែមទាំងមានកូនជាប់ដៃ2នាក់ទៀតទើបវាសុំបដូរគូជាមួយនាងប្អូនស្រីរៀបការជាមួយសេដ្ឋីក្រុងឯនាងត្រូវបង្ខំចិត្តយកអ្នកចិញ្ចឹមត្រីនៅស្រែគ្រាន់តែនាងអូវ៉ាលីមកដល់ស្រុកស្រែភ្លាមក៏ឃើញក្មេង2នាក់បរទេសលាតម្រង់មករកនាងមកដល់ភ្លាមស្រែកហៅម៉ាក់ពេញមាត់ពួកកូនមកទទួលម៉ាក់ហើយទើបនាងដឹងខ្លួនថា2នាក់នេះជាកូនប្តីនៅស្រែរបស់នាងក្មេងប្រាប់នាងទាំងសប្បាយចិត្តថាប៉ារវល់លក់ត្រីមកមិនកើតទេទើបឲ្យពួកកូនមកទទួលម៉ាក់ទៅផ្ទះសិននិយាយចប់ភ្លាមក្មេងប្រុសក៏ជួយយូវ៉ាលីនាងដាក់លើទេនាងខ្លាចកូនហត់ចង់ខាត់ស្រាប់តែអាឡាមកលិតនាងមួយអស់ផ្លូវក៏ឡើងជិះរទេះលាយោតាមកូនទៅផ្ទះគ្រាន់តែឈានជើងជប់នាងធ្លាក់ដល់ដីក្នុងផ្ទះគ្មានរបស់របរស្អីទេនាងលន់មាត់ក្នុងចិត្តថាផ្ទះនេះក្រហាមមែនសំហើយប្អូនស្រីសុកចិត្តងាប់មិនមកនៅស្រុកស្រែនាងរកកៅអីអង្គុយសម្រាកជើងកៅអីរង្គើស្ទើរតែដួលពេលនោះប្តីនាងក៏មកដល់នាងភ្ញាក់ព្រឺតពេលឃើញប្តីដែលមិនធ្លាប់ជួបមុខបែរជាសង្ហាម្លេះទេឃើញចឹងគាត់ប្រញាប់ឲ្យនាងអង្គុយរួចសុំទោសយ៉ាងស្មោះថាថ្ងៃនេះរវល់លក់ត្រីដកខ្លួនមិនរួចទើបឲ្យកូនទាំងពីរទៅទទួលជំនួសនាងអ៊ីនឆ្លើយថាអត់អីប្តីភ័យរហ័នចាក់តែកូនប្រុសក៏ដាស់តឿនឲ្យឆាប់ជូនផ្កាទៅម៉ាក់ទើបគាត់នឹកឃើញប្រញាប់ហុចកាបូបឲ្យនាងឆ្ងល់ក៏បើកមើលឃើញហើយក៏ភ្ញាក់ផ្អើលនាងនឹកស្មានមិនដល់ថាជាបាច់ផ្កាមាសសុទ្ធភ្លឺចិញ្ចាចទម្ងន់ធ្ងន់នេះធ្ងន់ជាង10គីឡូហើយថ្លៃប៉ុន្មានទៅណាចង់ដឹងថាមាសពិតអត់នាងក៏យកមកខំសាកប្តីឃើញបែបនេះស្មានថានាងមិនពេញចិត្តកូនស្រីក៏យកនាឡិកាមកពាក់ឲ្យនៅលើដៃនាងពិនិត្យមើលយ៉ាងច្បាស់ញាប់ឲ្យពេលឃើញនាឡិកាពេជ្រសុទ្ធថ្លៃកប់នាងមើលមុខកូនទាំងមិនជឿសួរថារកស៊ីនេសាទមែនអត់ក្មេងបានត្រឹមសើចដាក់គ្នាបន្ទាប់មកប្តីក៏នាំនាងទៅកន្លែងចិញ្ចឹមត្រីតែអ្វីដែលនាងនឹកស្មានមិនដល់គឺសមុទ្រដ៏ធំល្វឹងល្វើយសុទ្ធតែជាកន្លែងរបស់គាត់ទាំងអស់ធ្វើឲ្យនាងតក់ស្លុតនិយាយមិនចេញទើបដាច់ចិត្តសួរទាំងអស់ផ្ទះយើងមានទ្រព្យប៉ុន្មានប្តីគិតមួយផ្លែតរួចឆ្លើយថាប្រហែលប៉ុន្មាន10លាននឹងនាងស្ដាប់ហើយគាំងស្ញែងត្រូវដឹងថាចំនួន80លុយប៉ុណ្ណឹងគឺច្រើនមហាសាលងាកមកមើលម្ខាងទៀតអូនស្រីកំពុងដើរផ្សារជាមួយសង្សារអ្នកមាននាងពេញចិត្តអាវមួយកុំភ្លេនេះណាស់ក៏ឲ្យគេជួយទិញអាប្រុសនោះដើរទៅមើលតម្លៃឃើញហើយភ័យស្ទើរលុះប្រលឹងដើម្បីកុំឲ្យខ្មាស់គេវាក៏រកលេសភ្លាមថាអូនឯងពាក់ទៅឃើញជើងខ្លីចង្កេះធំគូធំនាងស្មានតែគេនិយាយលេងក៏ប្រាប់ម្ចាស់ហាងឲ្យខ្ចប់មកអញថាអត់ទិញស្ដាប់មិនបានទេអីត្រូវមួយដៃឡើងមុខស្ងួតនឹកមិនដល់ថាគេហ៊ានវាយនាងពេលនោះអាប្រុសគិតក្នុងចិត្តសម្បត្តិនៅផ្ទះចាយអស់រលីងហើយចង់រកស៊ីស្ដារមុខមាត់វិញតែពឹងលើទ្រព្យនាងដើម្បីរកស៊ីឥឡូវមិនទាន់ដល់ពេលបែកបាក់គ្នាឡើយទើបប្រញាប់បដូរចរិតភ្លាមថាខ្លួនឯងចិត្តក្តៅពេកអំបញ្ញមិញថាថៅកែជើនឹងទៅហាងទំនើបថ្ងៃត្រង់គេចង់ឆ្លៀតឱកាសនឹងនិយាយរកស៊ីធំជាមួយគាត់ប្អូនស្រីឮថាអាសេដ្ឋីជាអាចតាក់ទងសេដ្ឋីលាក់មុខនោះបាននាងរំភើបឡើងញ័រខ្លួនអាជាងអ៊ូថាបើនិយាយត្រូវគ្នាគេនឹងមកខោអាវមួយហាងឲ្យនាងប្អូនស្រីឮចឹងបាត់អៀនប្រញាប់ទៅបដូរខោអាវភ្លាមឯខាងនេះវិញកំពុងនាំកូន2នាក់ញ៉ាំអីស្រាប់តែឮសំឡេងឡូឡានៅមាត់ទ្វារតាមពិតគឺអាសេដ្ឋីជាងកំពុងឆ្លុះជាមួយអ្នករត់តុគេស្រែកឡូឡាថាខ្លួនមកនិយាយរកស៊ីជាមួយថៅកែចៅមិនក៏កំងមហូបអត់បញ្ចុះតម្លៃសោះឯប្អូនស្រីធ្វើមុខមិនខ្វល់ចង្អុលកំងសុទ្ធតែមហូបថ្លៃអាប្រញាប់ខ្សឹបប្រាប់នេះជាហាងថ្លៃបំផុតក្នុងតំបន់ហូបមួយពេលអស់ប្រាក់ខែគេកន្លះឆ្នាំនាងធ្វើញឹកញាក់តបថាហូបជាមួយសេដ្ឋីត្រូវការមុងច្រាគ្រាន់តែចំណាយពេលចន្លោះពី3ទៅ5នាទីដើម្បីមកស្ក្រាប់ស្បែកជាមួយនឹងស្ក្រាប់យ៉ាសកាហើយនឹងប្រេងយ៉ាសកាអ្នកទាំងអស់គ្នានឹងទទួលបានស្បែកមួយដែលភ្លឺទន់ម៉ត់រលោងភ្លាមតែម្ដងដោយសារតែស្ក្រាប់យ៉ាសកាគឺផ្សំចេញពីផ្លែឈើជាច្រើនមុខទាំងសារធាតុរ៉ែគ្រាប់អំបិលសមុទ្រតូចដែលមានសមត្ថភាពខ្ពស់ខ្លាំងមែនទែនទៅលើការជំរុះកោសិកាចាស់ហើយនៅពេលដែលយើងប្រើជាមួយនឹងប្រេងកូជីបាឌីអយនេះទៀតប្រសិទ្ធភាពកាន់តែខ្ពស់ពីព្រោះថាប្រេងយ៉ាសកានេះមានសមត្ថភាពច្រើនមែនទែនជួយទៅផ្ដល់សំណើមដល់ស្បែកជួយព្យាបាលសង្វារទប់ស្កាត់ការឡើងសង្វារជួយបំបត្តិបញ្ហាស្បែកស្ដើងសរសៃក្រហមអាចរុយស្បែកខូចជាដើមរបៀបក្នុងការប្រើប្រាស់ស្ក្រាប់ហើយនឹងប្រេងអត់មានអីពិបាកទេអ្នកទាំងអស់គ្នាគ្រាន់តែងូតទឹកដោះខ្លួនឲ្យស្អាតរួចហើយយកស្ក្រាប់យ៉ាសកានិងប្រេងដែលលាយចូលគ្នានឹងហើយយកមកដោះលើខ្លួនថ្នមចន្លោះពេលពី3ទៅ5នាទីស្បែកមានបញ្ហាស្នាមក្រិនក្រើមកន្លែងណាអ្នកទាំងអស់គ្នាទៅដោះថ្នមកន្លែងហ្នឹងទៅនិយាយឲ្យថាស្ក្រាប់យ៉ាសកានេះគឺអត់មានឈឺស្បែកកកិតស្បែកកាហាយស្បែកទេប៉ុន្តែមានគ្រាប់អំបិលសមុទ្រតូចដែលជួយទៅជំរុះកោសិកាចាស់ជំរុះជាតិក្អែលជាតិកខ្វក់តោងជាប់នៅលើស្បែកយើងបានល្អខ្លាំងជួយទៅបំបត្តិស្នាមក្រិនបំបត្តិស្នាម
មសង្វេគហើយបើអ្នកដែលមានបញ្ហាក្លិនខ្លួនឬមួយក៏ក្លិនក្លៀកមានដំពកអីហ្នឹងស្ក្រាប់ហើយឃើញប្រសិទ្ធភាពភ្លាមតាំងពីការប្រើប្រាស់លើកដំបូងហ្នឹងតែម្ដងក្រោយពេលដែលយើងស្ក្រាប់3ទៅ5នាទីហើយលាងទឹកចេញស្បែកយើងក៏មានសភាពទន់ភ្លឺម៉ត់អាឡូងចឹងហ្មងហើយកាន់តែប្រើកាន់តែជួយប្របាត់ក្លិនខ្លួនប្របាត់ក្លិនក្លៀកប្របាត់ស្នាមក្រិនអាចរុយប្រើហើយស្បែកយើងចេញមកគឺបែប glow glass skin ហ្មងបានទៅផ្សំនិយាយបណ្ដាងាកទៅឃើញនាងនាំកូន2នាក់មកហូបអីនៅទីនេះវាក៏ដើរទៅរកទាំងកំហឹងស្ទុះទៅចាប់ក៏ដៃនាងប្អូនស្រីសើចចំអកថាយកប្តីអ្នកនេសាទនៅហ៊ានមកចាយលុយហាងលំដាប់ថែមទាំងអួតយ៉ាងក្អេងក្អាងខ្ញុំចិត្តបានសហការជាមួយសេដ្ឋីនិយាយត្រូវរើគ្នាហើយមិនយូរទេខ្ញុំនឹងក្លាយជាជំទាវធំឃើញចឹងក៏ចូលមកឌឺសន្តាគារនេះមិនមែនកន្លែងស្រីថោកទាបដូចនាងអាចមកចាយលុយបានទេហូបមួយមុខថ្លៃជាងជីវិតនាងផងឃើញគេធ្វើបាបម៉ាក់ពេកកូនក៏លើកដៃម៉ាក់បង្ហាញនាឡិកាពេជ្រភ្លឺចិញ្ចែងធ្វើឲ្យពួកវាទាំងពីរគាំងស្ញែងមីប្អូនពិនិត្យមើលឡើងច្បាស់ឃើញថាសុទ្ធតែរបស់វិនតែនឹកឃើញថានាឡិកាថ្លៃកប់ពុកនឹងសេដ្ឋីទើបដេញថ្លៃបានមិនមកនៅដៃនាងនេះទៅវិញអញ្ចឹងមីប្អូនគិតថានាងនេះប្រកាសជាលួចគេហើយបើយកទៅជូនម្ចាស់ដើមវិញច្បាស់ជាបានមុខមិនខានក៏ស្ទុះទៅភ្លាមចាប់សង្កត់នាងជាប់លើតុប្រាប់អូនស្រីឆាប់ដោះយកនាឡិកាពេលកំពុងតែប្រតែយប្រតប់កូនស្រីចង់ការពីម៉ាក់ក៏ខំដៃឡើងចេញឈាមហើយសន្តិសុខមកចង់ចាប់ពួកគេតែពេលហ្នឹងប្តីនាងមកដល់អាណាហានវីប្រពន្ធកូនអញប៉ាពីរនាក់នឹងធ្វើបាបម៉ាក់ធ្វើឲ្យម៉ាក់របួសចង្កេះនឹងដៃមើលណាមកប៉ាមើលប៉ាគេដណ្ដើមរបស់កូននាឡិកាភ្លឺរបស់ម៉ាក់ចឹងចាល្អិតនេះចេះតែថានាឡិកានេះសេដ្ឋីទើបដេញថ្លៃបានពួកឯងលួចគេច្បាស់ណាស់នាងថាខ្ញុំលួចគេហេហុសតាំងណានាងមិនសមពាក់របស់ថ្លៃចឹងទេត្រូវការភស្តុតាងអីទៀតឯងធ្វើអីហ្នឹងនេះជារបស់សេដ្ឋីណាស្អុយអ្នកនេសាទហ៊ានដណ្ដើមទៀតមកបងពាក់ឲ្យប៉ានាឡិកាប្រឡាក់អស់ហើយពួកយើងលែងចង់បានហើយទិញថ្មីឲ្យម៉ាក់ទៅត្រូវហើយទិញថ្មីទៅកូននិយាយត្រូវចាំបងនាំអូនទៅរើផ្ទាល់យកអាធំជាងនឹងភ្លឺជាងនឹងចាសហ៊ានមិនខ្វល់ពីខ្ញុំផងចាំមើលតែសេដ្ឋីជើមកដល់គេនឹងដេញក្បាលពួកឯងចេញសេដ្ឋីជើនឹងមិនមែនជាប៉ាទេអីទុកឲ្យគេអួតសិនទៅចាំយើងប្រាប់ពួកវាថាប៉ាជាមហាសេដ្ឋីឲ្យពួកវាខ្លាចនំដាក់ខោល្អិតពីរអ្នកនឹងសើចដាក់ខ្ញុំបងពួកក្រនឹងធ្វើបាបអូនបងមិនជួយមើលទេពីរបីថ្ងៃមុនបងទៅញ៉ាំបាយជាមួយសេដ្ឋីជើគាត់ច្បាស់ជាទុកមុខឲ្យបងនិយាយចឹងសេដ្ឋីជើដឹងអត់ប្តីខ្ញុំជាដៃគូសេដ្ឋីជើណារឿងអ្នកមានអ្នកនេសាទស្អុយដឹងអីពេលប្តីខ្ញុំចាប់ដៃសេដ្ឋីជើនឹងឡើងធំមិនខានស្អីក៏មិនដល់ដែរនាងឯងតាមមិនទាន់ទេខ្ញុំថាសេដ្ឋីជើមិនរកស៊ីជាមួយពួកឯងទេនិយាយដូចស្គាល់សេដ្ឋីជើចឹងអ្នកនេសាទស្អុយយូរស្បែកជើងឲ្យគេមិនសមផងគេមានទ្រព្យឲ្យរាប់មិនអស់ចុះឯងស្អីគេវិញបងប្រុសខ្ញុំស្ដាប់លែងចូលហើយបើនៅស្ដាប់ទៀតខួរក្បាលដ៏ឆ្លាតរបស់ខ្ញុំទៅជាលប់អស់ហើយពួកឯងពិតជាល្ងងមែនសេដ្ឋីត្រកូលជើដែលពួកឯងនិយាយហ្នឹងគឺជាប៉ារបស់ខ្ញុំជើហុងយៀកនឹងឯងស្អីគេភាកក្រោយកាន់តែល្អមើលចុចខាងឆ្វេងមើលភាកបន្តជាមួយស្ក្រាប់យ៉ាសកាល្អប៉ុណ្ណឹងហើយចុះបើបន្ថែមជាមួយនឹងប្រេងយ៉ាសកាទៀតតើល្អប៉ុណ្ណាទៅព្រោះស្ក្រាប់យ៉ាសកាបងអូនអាចយកទៅលាយជាមួយនឹងប្រេងយ៉ាសកាបាននៅពេលដែលបងអូនធ្វើការលាយជាមួយនឹងពីរមុខនឹងចូលគ្នាធ្វើឲ្យការប្រើប្រាស់គឺចំណេញខ្លាំងមែនតើដោយសារតែសាច់ស្ក្រាប់យ៉ាសកាគឺមានសភាពខាប់ល្មួនអញ្ចឹងនៅពេលដែលយើងលាយជាមួយនឹងប្រេងគឺវាជួយបង្កើនទាំងគុណភាពជួយបង្កើនទាំងបរិមាណស្ក្រាប់និយាយពីសាច់ស្ក្រាប់វិញកាន់តែរាវកាន់តែងាយស្រួលក្នុងការប្រើប្រាស់សិនជាបងអូនធ្វើតាម tip នេះគឺគុណភាពកើនឡើងទ្វេដងតែម្ដងពេលដែលបងអូនធ្វើការលាយជាមួយនឹងស្ក្រាប់បែបនេះគឺវាជួយទៅដល់បញ្ហាស្នាមក្រិនខ្មៅបានល្អជាពិសេសនោះអ្នកដែលគាត់
គាត់មានបញ្ហាស្បែក strawberry skin បើគាត់អាលៀកកូរ៉ូមឬក៏មានបញ្ហាជាមួយស្បែកបើគាត់ក្រិនខ្មៅពិបាកក្នុងការលាបឡេអូនប្រើប្រាស់ជាមួយនឹងពីមុខនេះហើយធានាថាស្បែកទន់ម៉ត់ថ្លាសភ្លឺជាងពីខាងក្នុងតែម្ដងពិសេសនោះបើថាមានបញ្ហាមុនក្នុងមុនត្រង់ក៏ជួយបានដូចគ្នាដែរជាមួយនឹងពីមុខនេះហើយជំរុះកោសិកាចាស់បានល្អបើសិនជាបងអូនធ្វើការប្រើហើយប្រើជាមួយនឹងឡេស្បែកបើយើងកាន់តែទទួលយកឡេបានល្អឆាប់ផ្លែឆាប់សចំណុចមួយទៀតគឺកាន់តែចំណេញខ្លាំងមែនទែនតែម្ដងនៅពេលដែលបងអូនធ្វើការលាយជាមួយ scrub បូករួមជាមួយនឹងប្រេងបងអូនធ្វើការប្រើប្រាស់ជាមួយនឹង scrub មួយកំប៉ុងបរិមាណ scrub របស់យើងកើនឡើងសឹងតែថា2ទៅ3កំប៉ុងហើយយើងធ្វើការប្រើប្រាស់គឺចំណេញលុយខ្លាំងមែនទែន